បាទសូមជំរាបសួរទៅកាន់សិក្ខាកាមទាំងអស់ថ្ងៃនេះគឺយើងមានដំណឹងល្អពីសាកលវិទ្យាល័យពាណិជ្ជសាស្ត្រ ACDA បាទនៅថ្ងៃទី24ខែតុលាឆ្នាំ2025យើងទទួលបានវិញ្ញាបនបត្រទទួលស្គាល់គ្រឹះស្ថានសិក្សាបណ្ដុះបណ្ដាលជំនាញ CPA បាទដែលមានការចុះហត្ថលេខាពីអាយដាមញីតាយីរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុនិងជាប្រធានគណៈកម្មការគ្រប់គ្រងកម្មវិធីសិក្សាជំនាញ CPA បាទអញ្ចឹងយើងមកដឹងបន្តិចថាតើកម្មវិធីសិក្សាជំនាញ CPA នេះជាអ្វីបាទកម្មវិធីសិក្សាជំនាញ CPA នេះគឺជាកម្មវិធីជំនាញដែលមានឧត្តមភាពខ្ពស់លើផ្នែកគណនេយ្យហិរញ្ញវត្ថុនិងសវនកម្មបាទហើយជាពិសេសចំពោះបងប្អូនដែលមានតម្រូវការបើកក្រុមហ៊ុនគណនេយ្យសវនកម្មគឺត្រូវតែមានសញ្ញាបត្រហ្នឹងបាទជាសញ្ញាបត្រដែលចាំបាច់ក្នុងការទទួលបានសញ្ញាបត្របើកក្រុមហ៊ុនគណនេយ្យសវនកម្មហើយចំពោះប្រទេសគេផ្សេងៗនៅលើពិភពលោកគេមានកម្មវិធី CPA របស់គេហ្នឹងប្រចាំប្រទេសនីមួយៗរៀងៗខ្លួនហើយអញ្ចឹងជាមោទនភាពណាស់ចំពោះប្រទេសកម្ពុជាយើងដែលបង្កើតបានកម្មវិធី CPA នេះដោយខ្លួនឯងហើយដាក់ឲ្យដំណើរការក្នុងទីផ្សារហើយជាឱកាសពិសេសនេះគឺសាកលវិទ្យាល័យពាណិជ្ជសាស្ត្រ ACDA បានចាប់ដើមទទួលពាក្យហើយចំពោះបងប្អូនដែលចង់សិក្សាកម្មវិធីជំនាញ CPA នេះហើយដោយសារថ្នាក់រៀនយើងមានកំណត់អញ្ចឹងសូមបងប្អូនធ្វើការរួបរត់ឡើងដើម្បីធ្វើការដាក់ពាក្យហើយលក្ខខណ្ឌនៃការចូលរៀនពីសាកលវិទ្យាល័យវិញគឺបងប្អូនត្រូវមានសញ្ញាបត្រមូលដ្ឋានដូចជាសញ្ញាបត្របញ្ញាបត្រជាដើមបូករួមនឹងជំនាញភាសាអង់គ្លេសល្អសមរម្យបាទហើយសម្រាប់ព័ត៌មានបន្ថែមបងប្អូនអាចទំនាក់ទំនងមកកាន់សហការីរបស់យើងខ្ញុំផងដែរសូមអរគុណ